នៅថ្ងៃដំបូងនៃការបង្ហាញខ្លួនជាសម្ងាត់ហ្វាងម៉ូបានជួបប្រទះនឹងការរំខានមួយដោយមិននឹកស្មានដល់ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់មេខ្លោងគ្រឿងញៀនគូតាវគាត់បានចាប់យកកែវស្រារបស់ជនបរទេសភ្លាមចាក់វាលើមុខរបស់គាត់យ៉ាងទាន់សម័យហើយបានអនុវត្តចលនាចាប់ដ៏ស្រស់ស្អាតមួយដែលធ្វើឲ្យគូតាវនិយាយមិនចេញទោះបីជាគូតាវហាក់ដូចជាមិនរំខានដល់ជំនាញរបស់ហ្វាងម៉ូក៏ដោយគាត់បានបង្ហាញការកោតសរសើររបស់គាត់ដោយសម្ងាត់ទៅកាន់អ្នកក្រោមបង្គាប់របស់គាត់ទោះជាយ៉ាងណាក៏ដោយគូតាវមិនដែលនឹកស្មានថារឿងទាំងអស់នេះគឺជាការសំតែងតែរៀបចំឡើងដោយហ្វាងម៉ូដែលត្រូវបានរចនាឡើងដើម្បីទទួលបានការជឿទុកចិត្តពីគូតាវយ៉ាងឆាប់រហ័សនោះទេចាប់តាំងពីជួយសង្គ្រោះជីសៀនិងម៉ាលីវមកហ្វាងម៉ូបានរកការងារធ្វើនៅកាស៊ីណូរបស់គូតាវដោយជោគជ័យដោយសង្ឃឹមថានឹងខិតទៅជិតគូតាវបន្តិចម្ដងទោះជាយ៉ាងណាក៏ដោយគូតាវកំពុងទៅលេងកាស៊ីណូណាស់ដែលធ្វើឲ្យគាត់មិនអាចទទួលបានទំនុកចិត្តពីហ្វាងម៉ូបានបន្ទាប់មកនៅល្ងាចមួយបន្ទាប់ពីចេញពីធ្វើការម៉ាលីវស្រាប់តែហៅគាត់ហ្វាងម៉ូបានដឹងថាឱកាសដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់គូតាវបានមកដល់ហើយដូច្នេះគាត់បានជួលនរណាម្នាក់ឲ្យជួយគាត់រៀបចំការសម្ដែងទាំងមូលនេះទោះបីជាវាធ្វើឲ្យគាត់ខាតបង់ប្រាក់ខែពេញមួយខែក៏ដោយទីបំផុតគាត់បានសម្រេចគោលដៅរបស់គាត់ទោះជាយ៉ាងណាក៏ដោយហ្វាងម៉ូមិនបានដឹងថាការសាកល្បងរបស់គូតាវមកលើគាត់ទើបតែចាប់ផ្ដើមនោះទេពេលជួបគ្នាគូតាវបានសាកសួរអំពីប្រវត្តិគ្រួសារបទពិសោធន៍ការងារនិងជីវិតអតីតកាលរបស់ហ្វាងម៉ូជាមុនសិនប៉ុន្តែសម្រាប់ហ្វាងម៉ូដែលបានធ្វើកិច្ចការផ្ទះរបស់គាត់ជាមុនសិននេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះគាត់បានឆ្លើយគ្រប់សំណួរយ៉ាងល្អឥតខ្ចោះទោះជាយ៉ាងណាក៏ដោយនៅពេលដែលគូតាវបានដឹងថាហ្វាងម៉ូធំធាត់នៅក្នុងសាលាក្បាច់គុនគាត់ស្រាប់តែសួរសំណួរដែលមិននឹកស្មានដល់មួយសំណួររបស់គូតាវច្បាស់ជាអន្ទាក់មួយប៉ុន្តែជាសំណាងល្អហ្វាងម៉ូបានប្រតិកម្មយ៉ាងឆាប់រហ័សដោយហេតុនេះបានឆ្លងកាត់ការសាកល្បងដំបូងរបស់គូតាវហើយមិនយូរប៉ុន្មានក៏ប្រឈមមុខនឹងភារកិច្ចដំបូងរបស់គាត់ហ្វាងម៉ូបានមកដល់បន្ទប់ដែលបានព្រមព្រៀងគ្នាយ៉ាងលឿនហើយបានជួបអ្នកទិញតាមការវិភាគគាត់គិតថានេះនឹងជាប្រតិបត្តិការសាមញ្ញមួយកិច្ចព្រមព្រៀងបង់ប្រាក់ពេលទទួលទំនិញប៉ុន្តែមិននឹកស្មានដល់ភីគីមខាងទៀតរកតែប្រើល្បិចកក្នុងអំឡុងពេលប្រតិបត្តិការនេះគឺជាកិច្ចព្រមព្រៀងដំបូងដែលគូតាវបានរៀបចំប្រសិនបើគាត់ត្រូវបានជំទាស់វានឹងប៉ះពាល់ដល់ទំនុកចិត្តរបស់គូតាវមកលើគាត់ដូច្នេះនៅពេលដែលភីគីមខាងទៀតរៀបចំដកថយហ្វាងម៉ូបានបើកការវាយប្រហារតបវិញភ្លាមទោះបីជាបុរសទាំងនោះមានជំនាញខ្លះក៏ដោយវាពិតជារឿងងាយស្រួលសម្រាប់ហ្វេងម៉ូដែលជាមន្ត្រីប៉ូលីសពិសេសម្នាក់គាត់បានវាយពួកគេយ៉ាងងាយដោយបន្សល់ទុកពួកគេនៅរបស់របរគ្មានអ្វីក្រៅពីរបស់របរនោះទេគាត់គិតថាការសម្ដែងរបស់គាត់ប្រកាសជានឹងធ្វើឲ្យគេtheoពេញចិត្តប៉ុន្តែគាត់មិននឹកស្មានថាវាជាការសាកល្បងមួយផ្សេងទៀតពី Gatel នោះទេមានកម្រិតកំណត់ក្នុងការចូលទៅក្នុងវិស័យការងារនេះទោះជាយ៉ាងណាក៏ដោយអ្វីដែល Gatel មិនអាចស្រមៃបាននោះគឺថា Feng Mo បានឃើញវារួចហើយប្រតិបត្តិការនេះគឺជាការសាកល្បងពីព្រោះនៅពេលដែលគាត់ចូលទៅក្នុងសាលជាមួយនឹងរបស់របរគាត់បានបើកកាបូបរបស់គាត់ដោយសម្ងាត់ដើម្បីពិនិត្យមើលវានោះហើយជាមូលហេតុដែលគាត់មិនបានបង្ហាញសេចក្តីមេត្តាករុណាចំពោះបុរសដែលមកយករបស់របរនោះទេប៉ុន្តែទោះជាយ៉ាងណាក៏ដោយគាត់ត្រូវធ្វើពុតជាមិនដឹងអ្វីទាំងអស់នៅចំពោះមុខ Gatel ដោយត្រៀមខ្លួនរួចជាស្រេចដើម្បីយកលុយហើយចាក់ចេញដោយរីករាយអរគុណបងប្រុស Theo អ្នកជីចៅហ្វាយអ្នកបងប្រាក់អ្នកសម្រេចចិត្តបើគ្មានអ្វីផ្សេងទៀតទេខ្ញុំនឹងត្រឡប់ទៅវិញឥឡូវនេះរងចាំតើគាត់អាចស្នាក់នៅទីនេះបានទេខ្ញុំបានបង់ថ្លៃជួល500រួចហើយឯងមិនចង់ស្នាក់នៅវីឡាដ៏ស្រស់ស្អាតបែបនេះទេឯងទូចង់រស់នៅក្នុងផ្ទះទ្រុឌទ្រោមរបស់ឯងមែនទេបងតាវរកបន្ទប់ឲ្យគាត់រួចបង្រៀនមេរៀនឲ្យគាត់ខណៈពេលដែលនេះហាក់ដូចជាការទុកចិត្តរបស់គូតាវលើហ្វាងម៉ូតាមពិតទៅវាជាការសាកល្បងមួយផ្សេងទៀតមិនយូរប៉ុន្មានបន្ទាប់ពីរៀបចំបន្ទប់ឲ្យហ្វាងម៉ូគូតាវបានបញ្ជូនជីសៀនិងម៉ាលីវទៅបន្ទប់ជួលរបស់ហ្វាងម៉ូដោយមានបំណងជួយលើកអីវ៉ាន់ឲ្យគាត់ប៉ុន្តែតាមពិតទៅគឺដើម្បីស៊ើបអង្កេតប្រវត្តិរបស់ហ្វាងម៉ូពូហ្វាងតើឯងបានឃើញមនុស្សចម្លែកណាមួយទេដូចជាមន្ត្រីប៉ូលីសឬពូអាក្រក់កាន់កាំភ្លើងខ្ញុំមិនបានឃើញនរណាម្នាក់មករកគាត់ទេគាត់និយាយថាគាត់កំពុងស្វែងរកការងារធ្វើទោះបីជាហ្វាងម៉ូដែលប្រុងប្រយ័ត្នមិនបានបន្សល់ទុកតម្រុយអ្វីក៏ដោយគាត់នៅតែមិនស្ងប់នៅក្នុងវីឡាលាក់ទុកក្នុងទូខោអាវនៃបន្ទប់ជួលរបស់គាត់គឺជាព័ត៌មាននិងរូបថតទាំងអស់ដែលគាត់បានប្រមូលអំពីគូតាវក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះប្រសិនបើភ្នាក់ងារសម្ងាត់ចាប់បានពួកគេការងារសម្ងាត់របស់គាត់នឹងបញ្ចប់មុនពេលវាចាប់ដើមដូច្នេះនៅពេលដែលម៉ាលីវបានយកវ៉ាលីសមកគាត់ក៏បានបង្វែរវាចុះភ្លាមប៉ុន្តែជាសំណាងល្អគាត់រកមិនឃើញថតឯកសារទេនៅថ្ងៃបន្ទាប់គាត់បានប្រាលេថាត្រូវទិញសម្ភារៈប្រើប្រាស់ក្នុងបន្ទប់ទឹកដើម្បីលួចចេញពីវីឡារបស់គូតាវហើយរត់ត្រឡប់ទៅបន្ទប់ជួលរបស់គាត់វិញយ៉ាងលឿនលុះត្រាតែគាត់ឃើញថាឯកសារនៅដដែលទើបគាត់ដកដង្ហើមធំដោយការធូរស្បើយបន្ទាប់មកគាត់បានទៅការដ្ឋានសំណង់ដែលគេបោះបង់ចោលភ្លាមហើយបានដុតឯកសារទាំងអស់ដែលគាត់ស្គាល់ដោយចងចាំបន្ទាប់ពីការធ្វើតេស្តជាច្រើនលើកលើហ្វាងម៉ូទីបំផុតគូតាវបានបន្ទាបខ្លួនបន្តិចម្ដងទន្ទឹមនឹងនេះគូប្រជែងសំខាន់របស់គូតាវគឺឈីកេដែលការដឹកជញ្ជូនរបស់គាត់ត្រូវបានត្រួតពិនិត្យម្ដងហើយម្ដងទៀតនាពេលថ្មីនេះបានចាប់ផ្ដើមចង់បានផ្លូវរបស់គូតាវដោយឃើញថាការដឹកជញ្ជូនរបស់គូតាវតែងតែដំណើរការទៅដោយរលូនដូច្នេះគាត់បានរៀបចំជួបជាមួយគូតាវភ្លាមដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការប៉ុន្តែគូតាវមិនអើពើនឹងគាត់ទាំងស្រុងដែលបង្កើតជាចំនួនរវាងពួកគេតើមានអ្វីកើតឡើងបន្ទាប់តាមដានឡើយលេងហើយយើងនឹងបន្តការពិភាក្សានៅក្នុងវគ្គបន្ទាប់